សួស្តីបងប្អូនជាងជួសជុលម៉ូតូយើងទាំងអស់គ្នាបាទថ្ងៃនេះយើងមានคลิกមួយបាទអញ្ចឹងคลิกនៅពេលដែលវាជាប់ check សម្រាប់ម៉ូតូសេរីខ្ពស់ណាគឺវាអត់លោតជាចង្វាក់ឲ្យបងប្អូនបានដឹងទេបាទហើយម៉ូតូនេះគឺវាមានអាការៈបាទតាក់ទងនឹងការឆេះទៅគឺដំណើរការវាអត់ smooth ណាបងប្អូនយើងនិយាយថាមូលទៅរៀងថប់ឆ្លក់អញ្ចឹងណាបាទអញ្ចឹងឥឡូវយើងចូលទៅមើលកូដកំហុសជាមួយខ្ញុំទាំងអស់គ្នាថាវាមានកូដកំហុសអីដែលបង្កឲ្យដំណើរការម៉ូតូនេះឆេះវាអត់ស្មើបាទឆេះមូលទៅរៀងថប់ឆ្លក់ណាយើងប្រើជាមួយនឹងម៉ាស៊ីន scan CTY របស់យើងបាទអញ្ចឹងយើងចូលមក Honda បាទបន្ទាប់មកយើងបាទស្វែងរកដោយស្វ័យប្រវត្តិណាបាទសម្រាប់ម៉ាស៊ីន scan របស់យើងគឺប្រើប្រាស់ជាភាសាខ្មែរគឺងាយស្រួលប្រើទៅបងប្អូនអញ្ចឹងយើងយកប្រព័ន្ធបិចសាំងណាបាទអញ្ចឹងដើម្បីយើងចូលទៅមើលកូដកំហុសវាបានគឺយើងចូលទៅមើលលេខរៀងទី4ណាបាទមើលលេខរៀងទី4អញ្ចឹងកូដកំហុសបែងចែកជា2ណាបងប្អូនបាទបែងចែកជា2សូមបញ្ជាក់ថាបើសិនតែម៉ូតូស៊េរីទៀបពេលដែលវាជាប់ check នៅលើតាប្លូជាចង្វាក់អានេះយើងអាចសម្គាល់បានថាកូដហ្នឹងគឺកំពុងតែមានបញ្ហាឬអាចនិយាយថាជាកូដបច្ចុប្បន្នកាលកូដដែលត្រូវជួសជុលណាបងប្អូនតែម៉ូតូស៊េរីខ្ពស់នៅពេលដែលវាលោតបាទគាំងបែបនេះគឺយើងក៏អត់ដឹងដែរថាវាជាកូដបច្ចុប្បន្នកាលឬអតីតកាលអញ្ចឹងខ្ញុំសូមបញ្ជាក់ទៅដល់បងប្អូនដែលប្រើប្រាស់ម៉ាស៊ីន scan CTY 500 Pro កាលណាប្រសិនបើបាទជាកូដបច្ចុប្បន្នកាលគឺมันតម្រូវឲ្យបងប្អូនធ្វើការលុបទេណាបាទគឺតម្រូវឲ្យបងប្អូនជួសជុលណាជួសជុលការនៃការជួសជុលតែយើងគួរដូរគ្រឿងបន្លាស់តែម្ដងឬយ៉ាងណាបាទគឺយើងត្រូវត្រួតពិនិត្យ3ចំណុចធំបាទការដាច់ខ្សែលើងមិនចម្លងម៉ាស់មិនចម្លងណាបងប្អូនណាអញ្ចឹងយើងត្រូវយល់ដឹងអំពីដំណើរការប្រព័ន្ធភ្លើងវាដែរអញ្ចឹងយើងចូលទៅមើលកូដបច្ចុប្បន្នកាលមើលតើវាមានអត់បាទអញ្ចឹងនៅក្នុងកូដបច្ចុប្បន្នកាលគឺគេដាក់ថាគ្មានបញ្ហាកូដអញ្ចឹងមានន័យថាកូដនេះបាទមិនមែនជាកូដដែលយើងត្រូវជួសជុលទេគឺជាកូដដែលបង្កបាទជារឿយមកមានន័យថាធ្លាប់ជាប់ពីមុនមកធ្លាប់ដោះរុះរើហើយមិនបានលុបបំបត្តិអញ្ចឹងណាបាទដោយបងប្អូនខ្លះគាត់មិនទាន់មានម៉ាស៊ីន scan ប្រើអញ្ចឹងពេលដែលរើហើយគឺវាតែងតែបង្កជាមួយនឹងកូដកំហុសបាទពីមួយទៅមួយវាជាប់ច្រើនអូខេឥឡូវយើងចូលទៅមើលបាទកូដបច្ចុប្បន្នកូដអតីតកាលតែម្ដងបាទអូបងប្អូននេះបាទកូដបច្ចុប្បន្នកាលនេះគឺច្រើនណាស់បងប្អូនអើយច្រើនមែនតើបាទជាប់ច្រើនណាបាទជាប់នេះជាប់មិនធម្មតាទេបងប្អូនបាទជាប់កូដនេះសឹងថាទាំងអស់ហើយបងប្អូនបាទមានប្រមាណគឺជាប់មកទាំងអស់ហើយអញ្ចឹងបានអាការៈដំណើរការបាទម៉ូតូវាឆេះរអាក់រហួលណាបងប្អូនអញ្ចឹងខ្ញុំសូមបញ្ជាក់តាក់ទងនឹងការជាប់កូដច្រើននៅលើម៉ូតូដែលបាទជួសជុលរួចបាទបែបនេះណាបាទគឺវាអាចធ្វើឲ្យវាមានបញ្ហាអញ្ចឹងសម្រាប់បងប្អូនដែលមានម៉ាស៊ីន scan CTY 500 Pro គឺបងប្អូនងាយស្រួលទេបាទគឺយើងអាចធ្វើការលុបបំបាត់ដោយប្រើម៉ាស៊ីន scan CTY 500 Pro បានឬក៏បងប្អូនអាចធ្វើការ reset ទៅលើ magneto ដើម្បីឲ្យដំណើរការបាទប្រព័ន្ធ FI វាបាន smooth បានល្អបាទឡើងវិញណាបានប្រសើរឡើងវិញណាជាប់ច្រើនមែនតើបងប្អូនណាជាប់ច្រើនណាបាទចឹងឥឡូវយើងចូលទៅលុបបំបត្តិទាំងអស់គ្នាបងប្អូនណាបាទកូដនេះខ្ញុំមិនរាប់ទេបងប្អូនគឺច្រើនមែនតើបាទអានេះជាកូដដែលយើងធ្លាប់បាទបោះឲ្យយើងបាទដាក់ចូលវិញឲ្យយើងមិនបានដោះក្បាលអគុយអញ្ចឹងណាបាទដោះទៅលើ sensor នីមួយៗគឺច្រើនមែនតើបងប្អូនបាទច្រើនណាបាទអូខេឥឡូវយើងចូលទៅលុបបំបត្តិបាទជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងយើងថយក្រោយមកបាទអញ្ចឹងដើម្បីលុបបំបត្តិយើងចូលមកលេខរៀងទីបាទទី5ណាចូលមកលេខរៀងទី5យើងធ្វើការលុបកូដកំហុសទាំងអស់គ្នាណាបាទអញ្ចឹងលក្ខខណ្ឌលុបសូមបញ្ជាក់បងប្អូនបាទបើត្រូវលុបគឺយើងត្រូវផលិតម៉ាស៊ីនណាបាទផលិតម៉ាស៊ីនសិនមកបាទយើងទាមទារឲ្យការលុបនឹងគឺបានជោគជ័យបានរហ័សគឺយើងត្រូវអនុវត្តទៅតាមជំហានអញ្ចឹងខ្ញុំផលិតម៉ាស៊ីនហើយបាទឥឡូវខ្ញុំចាប់ផ្ដើមលុបណាហើយយើងមើល check នៅលើតាប្លូតែ check នេះលោតតែមួយគ្រាប់គាំងទេតែយើងមើលនៅក្នុងនេះច្រើនណាបងប្អូនណាច្រើនមែនតើណាបាទឥឡូវខ្ញុំចាប់ផ្ដើមលុបហើយបងប្អូនណាលុបបាទអញ្ចឹង check នៅលើតាប្លូក៏បាត់ដែរប៉ុន្តែនៅក្នុង ECU របស់វាកំពុងតែធ្វើការបាទណាគឺវាចាប់ផ្ដើមធ្វើការលុបបំបត្តិបាទទៅលើកូដកំហុសណា
អូខេអញ្ចឹងខ្ញុំចុចយល់ព្រមណាបាទបន្ទាប់មកខ្ញុំសូមបិទសោហើយជាបាទ10វិនាទីបាទហើយខ្ញុំបើកឡើងវិញណាបងប្អូនបាទហើយយើងចូលទៅ check code មើលទាំងអស់គ្នាថា code នៅលើ tableau នោះវាមានទៀតអត់ហើយដំណើរការម៉ូតូទាំងស្រុងតើវាឆេះ smooth ល្អជាងមុនឬទេតោះបងប្អូនឥឡូវយើងមកមើលដំណើរការវាពេលដែលយើងធ្វើការលុបបំបត្តិណាទៅលើកូដកំហុសអញ្ចឹង tableau យើងក៏លែងមានកូដកំហុសដែរណាបាទលែងមានការជាប់ check ហើយបាទអញ្ចឹងយើងចូលមកបាទឆែកមើលកូដកំហុសម្ដងទៀតមើលបាទតើមានទេអត់អូខេឥឡូវយើងចូលទៅមើលកូដកំហុសតែម្ដងទៅបាទក្រោយពីយើងលុបហើយយើងលុបបានជោគជ័យទេពួកកូដច្រើនណាបងប្អូនណាហ្នឹងណាបាទអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាអញ្ចឹងឃើញថាការលុបកូដកំហុសនេះគឺរួចរាល់ហើយបានជោគជ័យហើយដោយយើងប្រើជាមួយនឹងម៉ាស៊ីន scan CTY 500 Pro របស់យើងបាទហើយបងប្អូនត្រូវការកំងនេះគឺបងប្អូនអាចកំងយកទៅប្រើប្រាស់បានណាសម្រាប់បងប្អូនជាម៉ូតូហើយយើងមកមើលសលេងម៉ូតូទៀតមើលបាទឆេះស្មើហើយសូមរោម៉ូតូនេះអូខេបងប្អូនបាទឥឡូវប្រព័ន្ធ standby នេះគឺចាប់ដើមដំណើរការដែរណាបងប្អូនអូខេណាបាទរួចរាល់ហើយបងប្អូនបាទគឺតែប៉ុណ្្នឹងទេបាទនេះគឺជាដំណើរការឆែកកូដកំហុសក៏ដូចជាលុបកូដកំហុសទៅលើបាទ Honda Click បាទសូមអរគុណសូមជម្រាបលា